បាទជំរាបសួរបងប្អូននៅក្នុងវីដេអូនេះសូមចែករំលែកបងប្អូនបន្តិចពាក់ព័ន្ធនឹង tool subscription ដោយសារតែមានគ្នាយើងមួយចំនួនមានបញ្ហាហើយបាត់ tool នឹងទៀតបងប្អូនណាបាត់ tool CM ទៀតភ័យអត់ទាន់ set up បងប្អូនណាអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាបងប្អូនណាខ្ញុំនឹងបង្ហាញអំពីបញ្ហាដែលយើងចូលទៅមើលបញ្ហាសិនបងប្អូនណាចូលទៅមើលបញ្ហាសិនបានយើងអាចដោះស្រាយបានបើសិនជាយើងអត់ដឹងថាបញ្ហា tool ជាប់ហ្នឹងមានបញ្ហាអ្វីយើងដោះស្រាយអត់បានទេបងប្អូនណាអញ្ចឹងបងប្អូនចូលមកលើ page របស់បងប្អូនមកហើយចូលមកសញ្ញាខាងលើហ្នឹងហើយចូលមកពី monetize បងប្អូនណាបងប្អូនចេះចូលហើយនៅលើ computer នៅលើទូរស័ព្ទដៃក៏ដូចគ្នាដែរតម្រងបច្ចុប្បន្ននៅ Facebook មានការ update ណាខ្ញុំចូលកន្លែង monetize អូខេបន្តបន្តិចខាងលើនេះគឺជាមុខងាររកលុយខ្ញុំសូមបង្ហាញនៅលើ page ដែលអាចរកលុយបានប៉ុន្តែមានបញ្ហានៅលើ subscription បងប្អូនណាអញ្ចឹងបងប្អូន scroll មកក្រោមមកបងប្អូន scroll មកក្រោមទីបងប្អូនឃើញកន្លែង monetize star នេះបងប្អូនចុចលើហ្នឹងមកណាបងប្អូនចុចខាងក្រោមហ្នឹងមកចុចលើហ្នឹងបងប្អូនណាបាទតែបន្ទាប់ពីបងប្អូនចុចហើយគឺចេញមកដល់ចំណុចហ្នឹងឯងបងប្អូនណាមកដល់ចំណុចហ្នឹងហើយបងប្អូនចុចកន្លែង find out more មកបាទតែជំហានបន្ទាប់បងប្អូនណាបងប្អូនឃើញនេះបញ្ហាយើងអត់អាចរកលុយបានជាមួយនឹង subscription អញ្ចឹងគឺបញ្ហានៅខាងហ្នឹងណាហើយបងប្អូនក៏លេចមើលមកខាងក្រោមបងប្អូនចុចពលាកន្លែងនេះទៀតបងណាចុចលើហ្នឹងមកបាទអញ្ចឹងនេះគឺជាបញ្ហាដែលយើងជួបប្រទះបងប្អូនណា eligible country មានថា page ហ្នឹងមានបញ្ហាដាច់ប្រទេសបងប្អូនណាអញ្ចឹងបើសិនជាចង់ឲ្យជាប់ប្រទេសឡើងវិញយើងប្រើប្រាស់ VPN មកជាប់ឡើងវិញហើយប៉ុន្តែដោយសារតែមុខងារ tool នេះយើងមិនជារកលុយចម្បងទេអញ្ចឹងយើងអត់ជាបញ្ហាទេណាព្រោះយើងប្រើប្រាស់ IP ខ្មែរបានសម្រាប់ tool CM យើងរកលុយណាមួយទៀតបងប្អូនណាបើសិនជាក្នុងករណីដែលមានបញ្ហា tool subscription ខាងលើហ្នឹងតើ tool CM មុខងាររកលុយចម្បងរបស់យើង tool CM ហ្នឹងទម្លាក់មកដែរឬទេបងប្អូនណាចំណុចនេះពិបាកបើឲ្យច្បាស់ 100% មិនអាចទេបងប្អូនណាប៉ុន្តែជាបទពិសោធន៍របស់ខ្ញុំទូទៅអាចមានលទ្ធភាពធ្លាក់មកដូចគ្នាហ្នឹងអត់ជាបញ្ហាទេបងប្អូនណាប៉ុន្តែបើប្រៀបធៀបជាមួយនឹង page ដែលល្អគឺ page ដែលល្អគេមានអត្ថប្រយោជន៍ខ្ពស់ជាងប៉ុន្តែក៏មិនប្រកាសដែរបងប្អូនណាមួយទៀតដែរបងប្អូនណាពាក់ព័ន្ធនឹងគ្នាយើងមួយរយៈនេះមានការបាត់ tool CM បងប្អូនណាបាត់ tool CM ប៉ុន្តែចង់ជំរាបជូនបងប្អូនថាអត់ជាបញ្ហាទេបងប្អូនណា tool CM ដោយសារតែយើងប្រើ IP ខ្មែរអញ្ចឹងលោតទៅលោតមកអត់ជាបញ្ហាទេបងប្អូនណាចំពោះ page ខ្លះអញ្ចឹងបងប្អូនកុំបារម្ភនឹងត្រឡប់មកធម្មតាប្រកដីបងប្អូនអាចផុសវីដេអូបានអត់មានបញ្ហាអីទេបងប្អូនណាមានប៉ុណ្ណឹងបងប្អូនសម្រាប់ពីខ្ញុំទៅសម្រាប់គ្នាយើងដែលមានបទពិសោធន៍ផ្សេងអាចចែករំលែកនៅក្នុងក្រុម company បានបងប្អូនណាអរគុណច្រើនបងប្អូន